នាងប្រធាននាងប្រធានវឹងអេក្រែម្នាក់នោះគឺជាប្តីរបស់អ្នកបងតាស្បែកចិត្តរបស់អ្នកនាងប្រឡាក់ហើយចាំខ្ញុំជួយឲ្យអ្នកនាងតើអ្នកនាងគិតយ៉ាងណាដែរចំពោះការផ្ទេរខ្ញុំឲ្យទៅធ្វើការនៅទីស្នាក់ការកណ្ដាលវិញជិតដល់ថ្ងៃជប់លៀងប្រចាំឆ្នាំហើយលោកគួរណាស់ទៅធ្វើរបាយការណ៍បានល្អហើយមិនចាំបាច់សរសើរខ្ញុំនោះទេគឺវាគ្មានប្រយោជន៍ឡើយពិធីជប់លៀងប្រចាំឆ្នាំខ្ញុំយល់ហើយតាមមកទៅគឺអ្នកនាងចង់ឲ្យខ្ញុំលើកសរសើរអ្នកនាងនៅក្នុងកម្មវិធីមួយហ្នឹងហាខ្ញុំនឹងត្រៀមចំឲ្យលើនេះតែម្នាក់ស្រីនោះគឺជានរណាគេហ្នឹងហើយប្តីរបស់បងអមាញ់មិញដូចជាកំពុងតែសុំនាងរៀបការអញ្ចឹងឆាប់ប្រាប់អូនស្រីរបស់យើងទាំងអស់ទៅជួបជុំគ្នាដើម្បីកម្ចាត់ជនទី3ម្នាក់នោះនាងជនទី3ឯនេះចង់មកបំផ្លាញគ្រួសារអ្នកដទៃនាងជានរណាគេមកនិយាយប្តីប្រាស់ស្អីហ្នឹងនៅធ្វើពុតទៀតនេះគឺជាផតតាំងដែលនាងដណ្ដើមយកប្តីរបស់ខ្ញុំអូតាមពិតនាងគឺជាប្រពន្ធរបស់អ្នកគ្រប់គ្រងវាងទៅនាងយកច្រឡំហើយពួកយើងគ្រាន់តែជាថ្នាក់លើហើយនឹងថ្នាក់ក្រោមតែប៉ុណ្ណោះខ្ញុំដឹងហើយនាងគឺជាលេខាតូចរបស់ប្តីខ្ញុំមិនចម្លែកទេនាងដែលស្លៀកពាក់សុទ្ធតែខោអាវថ្លៃនេះច្បាស់ណាស់នាងប្រកាសជាយកលុយប្តីរបស់ខ្ញុំទៅចាយវាហើយនាងស្រីមកលុយមករបស់នាងកុំចង្រៃខ្លាំងពេកមើលច្បាស់ទៅខ្ញុំមិនត្រូវការចាយលុយអ្នកដទៃទេនោះក៏ព្រោះតែខ្ញុំមានលុយចាយដល់ខ្លួនឯងហើយលុយបន្តិចបន្តួចរបស់ប្តីរបស់នាងខ្ញុំពិតជាមើលមិនឃើញនោះទេបើនាងពិតជាស្រឡាញ់ប្តីរបស់នាងយ៉ាងនេះមិនក៏មិនដាក់ច្បាប់ចង់គេឲ្យជាប់ទៅគឺជាឡានរយឡានប្រណិតក្នុងចំណោមឡានទំនើបណាប្តីរបស់បងមើលទៅមិនមានលុយចាយនេះដើម្បីចិញ្ចឹមគេទេមើលទៅស្រីកញ្ជ្រោះម្នាក់នេះប្រកាសជាចាប់ប្រុសអ្នកមានបានច្រើនហើយចាំមើលចុះថ្ងៃស្អែកក្នុងកម្មវិធីជប់លៀងរបស់ក្រុមហ៊ុនចាំងក្រុមខ្ញុំប្រកាសជាធ្វើឲ្យនាងខ្មាស់គេងើបមុខលេងរួចនេះនាងគឺជាប្រពន្ធរបស់លោកប្រធានវាងមែនទេពិតជាស្រស់ស្អាតមែនប្រកាសđấyម្យ៉ាងវិញទៀតខ្ញុំថ្ងៃនេះគឺមានរឿងសំខាន់ដែលត្រូវធ្វើទៀតប្រធានចាំមកហើយវ៉ាពិតជាស្រស់ស្អាតមែនកម្រងផ្កានោះក៏ពិតជាស្រស់ស្អាតខ្លាំងណាស់ស្រីកញ្ជ្រោះប្រធានចឹងស្បែករបស់អ្នកនាងក៏ពិតជាស្រស់ស្អាតណាស់ផ្ការីកឆ្នាំថ្មីសម្រស់ក៏ត្រូវតែស្រស់ស្អាតបងអ្នកទាំងអស់គ្នាហត់នឿយពេញមួយឆ្នាំហើយតែនេះគឺជាកាដូដែលខ្ញុំបានរៀបចំជូនអ្នកទាំងអស់គ្នាទាំងគុណភាពនិងប្រសិទ្ធភាពគឺល្អទាំងអស់ខ្ញុំជូនកាដូចំពោះអ្នកទាំងអស់គ្នាឆ្នាំថ្មីអ្នកនាងជូនកាដូទាំងអស់នេះឲ្យពួកយើងក៏ពិតជាសប្បាយចិត្តខ្លាំងណាស់អរគុណអ្នកនាងប្រធានការសម្ដែងប្រចាំឆ្នាំចាប់ផ្ដើមអេតើមានរឿងអ្វីកើតឡើងនោះលឿនឆាប់បិទព្រាមតើនរណាគេជាអ្នកធ្វើគឺខ្ញុំអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយណាស្រីម្នាក់នេះគឺជាស្រីមុខលុយចង់បានតែកិត្តិយសដើម្បីស្លៀកពាក់របស់ល្អប្រេមបើកឡានទំនើបបែរជាតាក់ទងប្តីរបស់គេទៅវិញមិននឹងអាចទៅរួចទៅគាត់គឺជាមនុស្សដែលមានលុយណាហើយរបស់ទាំងអស់នេះគាត់ជូនពួកយើងសម្រាប់ឆ្នាំថ្មីទៀតគ្រាន់បើមែនចាយលុយប្តីរបស់ខ្ញុំហើយនាងពិតជាមិនចេះឈឺចាប់មែននាងនៅកន្លែងនេះមកបង្កាច់គេឈ្មោះរបស់ខ្ញុំតើនាងមិនគិតពីលទ្ធផលចុងក្រោយទេលទ្ធផលចុងក្រោយនោះគឺនាងត្រូវខូចកិត្តិយសបាត់បង់គេឈ្មោះហើយនឹងត្រូវប្តីរបស់ខ្ញុំបញ្ឈប់ចេញពីក្រុមហ៊ុនមួយនេះគេនៅមិនទាន់មានសមត្ថភាពនេះទេរវាងខ្ញុំហើយនឹងប្តីរបស់នាងខ្ញុំគឺជាថ្នាក់លើរបស់គេហើយគេគឺជាថ្នាក់ក្រោមប្តីរបស់ខ្ញុំគឺជាប្រធានសាខាថ្នាក់លើរបស់គាត់គឺមានតែប្រធានក្រុមហ៊ុនតែប៉ុណ្ណោះឬក៏នាងតាក់ទងប្រធានក្រុមហ៊ុនដែរជំនាញតាក់ទងប្តីគេរបស់នាងនេះពិតជាពូកែមែនបងស្រីតើបងស្រីមានជំងឺឬអញ្ចឹងបងស្រីគាត់តែចាប់ទៅមន្ទីរពេទ្យពីនៅទៅលេខាលីឥឡូវនេះឆាប់ហៅប្រធានមកមន្ទីរនេះភ្លាមបាទប្តីរបស់ខ្ញុំក៏នេះហ៊ានហៅឈ្មោះអញ្ចឹងបានដែរខ្ញុំថ្ងៃនេះត្រូវតែចាត់ការនាងហើយឈប់សិនសន្តិសុខឆាប់ដល់នឹងទៅឆាប់លេងខ្ញុំទៅកុំមកប៉ះខ្ញុំគ្រាន់បើណាពួកឯងម្នាក់បែរជានៅខាងស្រីឥតគេខ្មោចម្នាក់នេះខ្ញុំថ្ងៃនេះត្រូវតែជំរាបបញ្ជាជាមួយពួកឯងទៅបានអេរបស់នេះថ្លៃណាស់ណានេះគ្មានលុយសងទេទោះបីជាថ្លៃប៉ុណ្ណាក៏ដោយក៏វាគឺជាលុយរបស់ប្តីខ្ញុំដែរខ្ញុំនឹងកំទេចវាចោលអីឆាប់កំទេចទៀតទៅវងភីងតើលោកឥឡូវនេះនៅណាចូលឆ្នាំថ្មីហើយជូនពរអ្នកនាងប្រធានសូមឲ្យភ្នំមាសភ្នំប្រាក់ធ្លាក់ពីលើមេចោះមកហើយសូមជូនពរអ្នកនាងមានសម្រស់ស្រស់ស្អាតជាងតារាហូលីវូដអ្នកនាងប្រធានខ្ញុំខំសរសើរអ្នកនាងនៅចំពោះមុខគេអញ្ចឹងតើអ្នកនាងសប្រាយដែរអត់តើមានរឿងអ្វីទៅលោកប្តីហើយបានជាបងស្លៀកពាក់បែបនេះអញ្ចឹងប្រពន្ធសម្លាញ់ប្រធានសាខាវិញប្តីប្រពន្ធរបស់ពួកលោកទាំងពីរនេះពិតជាពូកែសម្ដែងមែននៅកេងកាំងនៅចំពោះមុខខ្ញុំទៀតថ្ងៃនេះខ្ញុំនឹងឲ្យនាងដឹងថា
តើនរណាគេគឺជាអ្នកមានអំណាចពិតប្រាកដលោកប្តីមកទីនេះមកស្រីម្នាក់នេះគឺគួរឲ្យស្អប់ណាស់គឺជានាង បិទមាត់គាត់គឺជាប្រធានរបស់បង ស្អីគេ អ្នកនេះប្រធានសុំទៅផងខ្ញុំឥឡូវនេះនឹងលេងលះជាមួយគេសូមកុំបញ្ឈប់ខ្ញុំអីខ្ញុំរងចាំអ្នកនាងផ្ទៃកន្លែងការងារថ្មីឲ្យខ្ញុំ ល្អណាស់ផ្ទៃកន្លែងការងារថ្មីគ្មានបញ្ហាទេ ពិតមែនឬ អញ្ចឹងខ្ញុំផ្ទៃលោកឲ្យទៅធ្វើការនៅ ARC តែយ៉ាងម៉េចដែរ នៅកន្លែងនេះមានសាខាក្រុមហ៊ុនពួកយើងដែរ គឺមានក សម្ព័ន្ធភេទទិញដែលទៅបើកថ្មីអេលោកប្តីចំពោះនាងវិញបានកុំតិចចោលអីវ៉ាន់របស់ខ្ញុំតម្លៃរាប់ម៉ឺនឯនោះនាងកុំភ្លេចសងផងណាតើនាងចង់សងពួកយើងយ៉ាងម៉េចដែរកណ្ដោរបស់ពួកយើងត្រូវនាងបំផ្លាញអស់ហើយសងពួកយើងវិញភ្លាវស្ដាប់ខ្ញុំនិយាយសិនកណ្ដោរបស់អ្នកទាំងអស់គ្នាខ្ញុំនឹងប៉ះប៉ាចូលវិញ